តែខ្វៃប្រជាពលរដ្ឋចូលទៅជួយវាបាញ់ពលរដ្ឋចូលជួយវាបាញ់ហើយយើងអត់មានតបតទៅគេទេបងប្អូនទាំងអស់គ្នាសម្រាប់សភាពការនៅភូមិព្រៃច័ន្ទឃុំអូបជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យឥឡូវនេះគឺមិនទាន់បានល្អប្រសើរទេមុននឹងគឺវាបាញ់មក5គ្រោះទៀតនៅពេលដែលកងកម្លាំងនឹងតាក់ប៉ាខ្ញុំអីគាត់ព្យាយាមចូលទៅយកចេញមកបន្ថែមតែចូលយកជួយអត់ទាន់បានទេដែលតន័យខាងផលថាចំនួន5នាក់ហ្នឹងតាមពិតទៅគឺយកចេញមកបានតែ3នាក់ទេព្រោះឲ្យទៅពេលយើងដើរចូលទៅគឺវាបាញ់មកយើងដើរចូលទៅគឺវាបាញ់មកហើយអ្នកដែលយើងយកចេញមកបាន3នាក់ហ្នឹងគឺស្លាប់ម្នាក់បាត់ហើយហើយអ្នកដែលស្លាប់ហ្នឹងគឺអ្នកដែលស្លាប់ហ្នឹងគឺគាត់គឺជាអ្នកដែលអត់មានផ្ទះសម្បែងនៅទេគាត់វ័យប្រហែលជាចូល70ហើយប៉ាខ្ញុំគឺគាត់អត់ព្រមចេញមកក្រៅទេគឺគាត់នឹងក្នុងនឹងឯងឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវចេញពីភ្នំពេញទៅដើម្បីខ្ញុំទៅយកម៉ាក់ទៅយកអីមកព្រោះម៉ាក់គាត់អត់ព្រមមកដោយសារតែប៉ាគាត់អត់ព្រមមកដែរហើយប៉ាខ្ញុំគឺអត់ព្រមមកដាច់ខាតហ្មងគាត់នៅខាងក្នុងនឹងឯងហើយខាងក្នុងនឹងតែយើងដើរចូលវាបាញ់យើងដើរចូលវាបាញ់ហើយអញ្ចឹងចំនួនដែលថា5នាក់ហ្នឹងគឺតាមពិតយើងជួយយកចេញបានតែ3នាក់ទេឥឡូវហ្នឹងគឺស្លាប់ម្នាក់បាត់ហើយប៉ាខ្ញុំដាច់ខាតក៏អត់ព្រមចេញសោះហ្មងប៉ាគាត់នៅផ្ទះហ្នឹងឯងគាត់នៅកន្លែងបន្លាលួនហ្នឹងឯងឥឡូវហ្នឹងស្លាប់ម្នាក់បាត់ហើយតែគេផុស2នាក់ហ្នឹងមែន2នាក់ឯងគឺស្លាប់តែម្នាក់ឯងតែម្នាក់ហ្នឹងគឺគាត់ជាអ្នកដែលអត់មានសាច់ញាតិបងប្អូនគាត់នៅក្នុងខ្ទមហ្នឹងសុខសុខទេតែវាបាញ់មកឲ្យតែខ្វៃប្រជាពលរដ្ឋចូលទៅជួយវាបាញ់ពលរដ្ឋចូលជួយវាបាញ់ហើយយើងអត់មានតបតទៅគេទេអ្វីដែលខ្ញុំខ្លោចចិត្តខ្លាំងបំផុតគឺបើអ្នកដែលស្លាប់នឹងខ្ញុំខ្លោចចិត្តនៅក្នុងខ្ទមសុកគ្មានទីពឹងគ្មានសាច់ញាតិគ្មានបងប្អូនអីទាំងអស់សុំខ្ទមគេនៅដេកសុកគេបាញ់មកស្លាប់បាត់សិតតែប្រជាជនស្លូតត្រង់ទាំងអស់ក្មេងៗត្រូវលបួ